Breaking News កម្ពុជាថៃអនុវត្តនឹងចុះហត្ថលេខាបដិញ្ញាចិត្តអនុវត្តនៅបទចុះបាញ់ឲ្យបានពេញលេញលោកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាញាតិនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC ដែលបានប្រព្រឹត្តទៅនាព្រឹកនេះហើយបានបញ្ចប់ទៅនៅវេលាម៉ោង 10:20 នាទីនៅច្រកអន្តរជាតិព្រំដែនផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណាត់ថាផុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC បានអនុម័តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរូបនៃកិច្ចប្រជុំលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC រវាងកម្ពុជានិងថៃបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនៅបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនូវសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ